នេះគឺជាការលាប floor ដែលយើងបានប្រើជាមួយនឹង Jota Floor Sealer និង Jota Floor Top Coat ជាដំបូងនោះយើងធ្វើការលាយ Jota Floor Sealer ដែលផ្នែក A និងផ្នែក B លាយបញ្ចូលគ្នាបន្ទាប់មកកូរល្បាយទាំងពីរនោះឲ្យបានសព្វល្អរួចធ្វើការលាបនៅលើផ្ទៃ floor ដោយ Jota Floor Sealer វាមានអត្ថប្រយោជន៍ពិសេសជាច្រើនដូចជាអាចជ្រាបចូលក្នុងរន្ធបេតុងបានល្អវាស្រួលសម្អាតនិងការពារបាត់ឆាប់ស្ងួតនិងជាប់បានល្អដោយក្នុង1លីត្រយើងអាចលាបបានចន្លោះពី8ម៉ែត្រការ៉េដែលយើងអាចលាបនៅតាមឃ្លាំងការ៉ាសរោងចក្រមន្ទីរពិសោធន៍និងនៅពលានយន្តហោះជាដើមដោយប្រើប្រាស់ជាមួយនឹងស្តាំងគឺ Jotan លេខ17បន្ទាប់មកទុកយ៉ាងតិច4ម៉ោងមុននឹងធ្វើការលាបថ្នាំពណ៌ពីលើបន្ទាប់ពីបានទុកឲ្យវាស្ងួតហើយយើងធ្វើការលាយ Jota Floor Top Coat ដោយផ្នែក A និងផ្នែក B លាយបញ្ចូលគ្នារួចធ្វើការកូរល្បាយទាំងពីរនោះចូលគ្នាឲ្យបានសព្វល្អបន្ទាប់មកធ្វើការលាបនៅលើផ្ទៃ floor ដោយ Jota Floor Top Coat វាមានអត្ថប្រយោជន៍ពិសេសជាច្រើនដូចជាមានពណ៌ច្រើនសម្រាប់ជ្រើសរើសធន់នឹងអាកាសធាតុគីមីអាចទប់ទល់ជាមួយនឹងទម្ងន់ធ្ងន់បានហើយក៏មានវិញ្ញាណប័ណ្ណបត្រដែលទទួលស្គាល់ទៅលើភាពជាប់ធន់ទៅលើបេតុងនិងការពារជម្រាបទឹកពីខាងក្រៅដោយក្នុង1លីត្រនេះយើងអាចលាបបានចន្លោះពី8ម៉ែត្រការ៉េJota Floor Top Coat ជាប្រភេទថ្នាំ Epoxy សម្រាប់លាបនៅលើបេតុងធ្វើជាថ្នាំពណ៌សម្រាប់ដោយចំពោះការលាយសាំងវិញគឺយើងលាយសាំង Jotan លេខ17ដូចគ្នាជាមួយនឹង Jota Floor Sealer ផងដូចនេះប្រសិនបើបងដែលមានចម្ងល់ឬក៏ចង់សាកសួរព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមលេខ Telegram ដែលដាក់នៅខាងលើបានសូមអរគុណជួបគ្នានៅវីដេអូក្រោយ